កីឡាកររបស់យើងដែលគាត់កំពុងតែវឹកហាត់ដោយសារតែពេលដែលមានគ្រោះថ្នាក់ម្ដងគាត់អាចមានឱកាសនៅក្នុងការជួយសង្គ្រោះគ្នាទៅវិញទៅមកបានសម្រាប់ខ្ញុំគិតថាល្អលៀបទៅមានអារម្មណ៍ថាជាជើងមានអារម្មណ៍ថាស្រួលហើយវាបាត់ឈឺជើងសាកលវិទ្យាល័យចេនឡាដោយមានកិច្ចសហការជាមួយសហគ្រាសស្រុនឆ្លាត Kembo Agri Business ដែលជាសហគ្រាសផលិតផលម៉ាកកសិករបានរៀបចំវគ្គបណ្ដុះបណ្ដាលអំពីការសង្គ្រោះបឋមការអនុវត្តពីការសង្គ្រោះបេះដូងដង្ហើមនិងការក្រិចថ្លោះបាក់ឆ្អឹងនៅថ្ងៃទី9ខែមិថុនាឆ្នាំ2025ដល់ក្រុមកីឡាករកីឡាការិនីនៅក្លឹបប្រដាល់គុនខ្មែរធុនសុភាក្នុងនាមខ្ញុំថ្ងៃនេះបានពំនាំពីសាកលវិទ្យាល័យចេនឡាហើយតំណាងលោកបណ្ឌិតអ៊ីឌីម៉ាតាមរយៈសកលដែលបានចូលមកអំណោយហើយសហប្រតិបត្តិការជាមួយកសិករផ្ទាល់ជាផលិតផលខ្មែរខ្ញុំបាទឈ្មោះលឹមរតនាជាប្រធានការឡៃស្រាវជ្រាវនៃសាកលវិទ្យាល័យចេនឡាហើយថ្ងៃនេះយើងមានកិត្តិយសសម្រាប់បានមកចូលរួមក្នុងការចែកម្លែកនៅចំណេះនិងជំនាញទាក់ទងជាមួយនឹងការសង្គ្រោះបឋមមកដល់ខាងបងធុនសុភាដែលនៅមានកូនសិស្សរបស់គាត់សម្រាប់ការបណ្ដុះបណ្ដាលសិស្សដែលកំពុងរៀនមួយគាត់នេះរហូតដល់ទៅ60នាក់ចំពោះជំនាញសង្គ្រោះបឋមនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមកីឡាកររបស់យើងដែលគាត់កំពុងតែវឹកហាត់ដោយសារតែពេលដែលមានគ្រោះថ្នាក់ម្ដងគាត់អាចមានឱកាសនៅក្នុងការជួយសង្គ្រោះគ្នាទៅវិញទៅមកបានហើយក្នុងនាមថ្នាក់ដឹកនាំកសិករក៏យើងបានចូលរួមជាផលិតផលម៉ាកកសិកររបស់យើងហើយក៏ចូលរួមចែកចំណេះដឹងពាក់ព័ន្ធជាមួយនឹងការឈឺចាប់ផ្សេងដូចជាផ្លោះក្រិចរមួលក្រពើអីជាដើមដែលមានអ្នកជំនាញយើងជួយចែករំលែកនៅចំណេះដឹងការព្យាបាលប្រេងឬសរសៃការព្យាបាលស្ប្រៃបំបត្តិការឈឺចុកចាប់ទៅលើការឈឺចាប់ផ្សេងដែលកើតឡើងពីការប៉ះទង្គិចដោយការហាត់ក្តីដោយការប្រកួតក្តីខ្ញុំអរគុណក្រុមហ៊ុនកសិករនិងសាកលវិទ្យាល័យចេនឡាដែលចំណាយពេលវេលាមានតម្លៃមកជួយប្រពដាក្មេងៗឲ្យក្មេងៗចេះរបៀបសង្គ្រោះពេលដែលមានអ្នកឈឺឬក៏គ្រោះថ្នាក់អីមួយពួកគាត់អាចសង្គ្រោះបឋមបានសម្រាប់ខ្ញុំគិតថាល្អលៀបទៅមានអារម្មណ៍ថាជាជើងសម្រាប់ប្រេងរឹតសរសៃកសិករនេះគឺនឹងខ្ញុំបានប្រើហើយគឺវាល្អហើយវាជួយទៅដល់សរសៃនៅពេលដែលយើងមានរបួសដូចក្រិចខ្លោះឬក៏យើងមានការប្រកួតផ្សេងដូចយើងឡើងប្រកួតចឹងតែងតែមានការឆ្លោះដៃឬក៏ឈឺសរសៃសរសងរាងកាយចឹងយើងអាចប្រើជាមួយនឹងប្រេងហិតបើកសិករនេះបានគឺវាល្អហើយវាជំនួយទៅដល់សរសៃយើងមានអារម្មណ៍ថាស្រួលហើយទៅវាបាត់ឈឺជើងកសិករគិតសុខភាពជាចម្បង